បរិសម្នាក់ត្រូវប្រទះឃើញបែកពុះមាត់ស្លាប់ក្នុងឡានក្រោយជក់បារីអេឡិចត្រូនិកក្នុងពិធីខួបកំណើតមិត្តភក្តិបរិសម្នាក់ត្រូវបានប្រទះឃើញស្លាប់ក្នុងឡានកាលពីថ្ងៃទី21ខែមេសាឆ្នាំ2025កន្លងទៅពេលវេលាក្នុងតំបន់ក្រោយកើតការមិនស្រួលខ្លួនពីការជក់បារីអេឡិចត្រូនិកក្នុងពិធីជប់លៀងខួបកំណើតមិត្តភក្តិនៅក្រុងខួាឡាឡុំភើប្រទេសម៉ាឡេស៊ីនៅយប់មុនកើតហេតុថ្ងៃទី20ខែមេសាតាមការបញ្ជាក់ពីមេប៉ូលីសក្រុងខួាឡាឡុំភើលោក Datuk Rostimod Esa បានឲ្យដឹងថាជនរងគ្រោះមានវ័យ34ឆ្នាំត្រូវបានប្រទះឃើញស្លាប់ក្នុងឡានរបស់លោកដែលចតចោលនៅខាងក្រៅទីតាំងកន្លែងជប់លៀងខួបកំណើតលោកបានរៀបរាប់ថានៅវេលាម៉ោងប្រមាណជា8ព្រឹកថ្ងៃទី21ខែមេសាមិត្តភក្តិរបស់ជនរងគ្រោះបានប្រទះឃើញលោកដេកបែកពុះមាត់ក្នុងឡានដោយក្រោយមកទើបដឹងថាលោកបានស្លាប់បាត់ទៅហើយជនរងគ្រោះបានទៅកាន់ទីតាំងជប់លៀងខួបកំណើតមិត្តភក្តិនៅយប់ថ្ងៃទី20ខែមេសាដោយនៅទីនោះលោកត្រូវបានឲ្យដឹងថាបានជក់បារីអេឡិចត្រូនិកលោក Datuk Rostimod Esa បានរៀបរាប់ទៀតថានៅពេលកំពុងជប់លៀងនោះជនរងគ្រោះមានការពិបាករកដង្ហើមនិងឡើងកម្ដៅក្នុងខ្លួនដូច្នេះលោកក៏បានចេញពីក្នុងហាងទៅខាងក្រៅដើម្បីស្រូបខ្យល់អាកាសខ្លះដោយបន្ទាប់មកក៏ចូលទៅក្នុងឡានបើកម៉ាស៊ីនត្រជាក់ឲ្យត្រជាក់ខ្លួនក្រោយមកបុរសរូបនោះក៏បានសន្លប់បាត់មាត់បាត់កមុនពេលបែកពុះមាត់រហូតផុតដង្ហើមទៅសាកសពជនរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីធ្វើកសោវិច័យដោយខាងអាជ្ញាធរកំពុងរង់ចាំលទ្ធផលតេស្តរកសារធាតុពុលក្នុងខ្លួនមុនប្រកាសពីមូលហេតុពិតប្រាកដនៃការស្លាប់បើស្រឡាញ់ចូលចិត្តកុំភ្លេចជួយចុច Like Share និង Subscribe ដើម្បីបានវីដេអូថ្មីទៀតសូមអរគុណសូមជម្រាបលា